អូន12000ជីម៉ូតូទៅបោះតង់លើកពូភ្នំក្នុងខេត្តកពតអ្នកខ្លះមើលវីដេអូនេះហាក់ដឹងថានៅក្នុងខេត្តកពតណាព្រោះអី view នៅនឹងគឺមើលទៅស្អាតខ្លាំងមែនតើហើយកន្លែងនេះក៏ជាកន្លែងថ្មីដែលគេទៅបើកដែរទៅដល់នោះយើងអាចបោះតង់យប់ឡើងអាំងសាច់ញ៉ាំបែបឈៀលឡើងនៅនេះដល់ស្រស់ស្រាយហ្មងបើសិនជាមានភ្លៀងអីក៏មានអាប់ចុះដែរហើយយើងអាចមកអង្គុយផឹកកាហ្វេញ៉ាំតារ៉េនដោយសារតែឥឡូវនេះគឺដល់ខេត្តតារ៉េនកពតហើយអញ្ចឹងដោយហត់ដងឲ្យតែពេលធ្វើដំណើរកំសាន្តទៅខេត្តជិះម៉ូតូអីចឹងគឺខ្ញុំតែងតែទៅជាមួយនឹងម៉ូតូ Honda ADV របស់ខ្ញុំហីព្រោះម៉ូតូនេះមានកែបធំទលាយដាក់អាវ៉ាន់បានច្រើនហើយបើសិនជាធ្វើដំណើរតាមខេត្តវិញជិះទៅឡើង smooth ហ្មងហើយមូលហេតុដែលម៉ូតូខ្ញុំជិះដែលមានបញ្ហាហ្នឹងគឺដោយសារតែខ្ញុំតែងតែយកម៉ូតូរបស់ខ្ញុំហ្នឹងទៅត្រួតពិនិត្យតាមការកំណត់នៅតាមតំណាងចែកចាយម៉ូតូ Honda ឬក៏បងប្អូនចង់ដឹងថាពេលណាដែលបងប្អូនគួរតែយកម៉ូតូទៅពិនិត្យបងប្អូនអាចចូលទៅក្នុង website របស់ Honda បានហើយចុចចូលទៅកន្លែងពាក្យសេវាកម្មហើយចុចចូលកន្លែងត្រួតពិនិត្យតាមការកំណត់នេះនឹងឃើញតារាងត្រួតពិនិត្យម៉ូតូរបស់បងប្អូនហើយចឹងបើសិនជាបងប្អូនធ្វើការត្រួតពិនិត្យតាមការកំណត់បែបនេះគឺម៉ូតូរបស់បងប្អូនអត់ងាយនឹងខូចឬមួយក៏មានបញ្ហាទេដូចជាម៉ូតូរបស់ខ្ញុំចឹងទោះបីជាជិះទៅផ្លូវឆ្ងាយផ្លូវពិបាករកព្រៃឡើងភ្នំមិនអត់ដែលចេះមានបញ្ហាដូចបងប្អូនធ្លាប់បានឃើញវីដេអូខ្ញុំពីមុនចឹងសិតតែផ្លូវពិបាកហ្មងដូចពេលជិះនេះផ្លូវបេតុងតែបន្តិចដែលចោតហ្នឹងណាក្រៅពីហ្នឹងគឺកលុកកលាក់ហើយផ្លូវចិត្តទៅដល់ហ្នឹងហត់តែចោតខ្លាំងទៀតសំខាន់មើលអាវ៉ាន់របស់ខ្ញុំហើយអូយឡើងសពីងសពងហ្មងហើយផ្លូវមិនស្រួលជិះណាឡើងពិបាកជិះសំណាងហើយពេលជិះទៅហ្នឹងមិនអត់ភ្លៀងបើសិនជាមិនភ្លៀងទៀតនឹងតែបែកម៉ាំហើយផ្លូវហ្នឹងហើយឥឡូវនេះគឺយើងបានមកដល់ទីតាំងហាងកាហ្វេលាក់ខ្លួនហ្នឹងហើយដែលមានឈ្មោះថាកាហ្វេលើកពូភ្នំនៅនេះគឺមាន view ស្អាតខ្លាំងមែនតើបងប្អូនអរគ្នាអាចមើលឃើញក្រុងកពតឡើងច្បាស់ហ្មងក្រៅពី view ក្រុងក៏យើងអាចមើលឃើញទេសភាពព្រៃភ្នំជុំវិញនឹង360ដឺក្រេហ្មងពេលឡើងមកដល់នេះហើយបានមានអារម្មណ៍ថាអូយអត់ស្ដាយកម្លាំងទេហើយបងប្អូនអរគ្នាក៏គួរតែស្គាល់កន្លែងមួយនេះដែរព្រោះថា view នៅនេះស្អាតខ្លាំងណាស់ហើយពេលយើងមកនេះនឹងកុំភ្លេចទិញអីយកមកញ៉ាំផងដោយសារតែនៅនេះក៏អត់ទាន់មានលក់អីញ៉ាំទេមានតែកាហ្វេអញ្ចឹងពេលខ្ញុំមកនេះគឺខ្ញុំបានធៀមជាខានជាមួយនឹងសាច់គោហើយនឹងបន្លែមួយចំនួនដើម្បីយកមកអាំងញ៉ាំលើហ្នឹងហើយខ្ញុំស្រឡាញ់ប្លង់ដែលគាត់រៀបដាក់កន្លែងបោះតង់នៅនេះមែនតើដោយសារតែយើងអាចមកអង្គុយអាំងសាច់បដាមើលទេសភាពក្រុងកពតបដាមានអារម្មណ៍ថាបរិយាកាសបែបនេះគឺមិនងាយរហ្មងនៅក្នុងខេត្តកពតញ៉ាំអីហើយឥឡូវយើងមករៀបតង់របស់យើងបងប្អូននៅនេះរៀងខ្យល់ខ្លាំងដែរខ្ញុំគ្រាន់តែដាក់តង់ហើយតង់រត់ចោលបណ្ដោយប៊ីតង់ហោះទៅដល់ក្រោមបិណ្ឌហើយសម្រាប់ការទៅបោះតង់នៅនេះបើសិនជាយើងយកតង់ទៅខ្លួនឯងគឺគាត់គិតម្នាក់12000ហើយបើយើងកេងតង់គាត់គឺមកតង់30000ឬមួយក៏40000ឯណាតែបរិយាកាសនៅនេះគឺអែមខ្លាំងមែនតើទាំងពេលយប់ទាំងពេលព្រឹកអូ100លើ10ហ្មងដោយទស្សនវិជ្ជាពេលព្រលឹមឡើងនេះបើសិនជាថ្ងៃដែលយើងទៅមានមេឃភ្លៀងខ្លាំងអីដឹងតែមានអាប់ដេតដាស់ពេញនឹងហ្មងតែគ្រាន់តែថ្ងៃដែលខ្ញុំទៅនឹងវាអត់ភ្លៀងអញ្ចឹងវាអត់សូវមានជាអាប់អីច្រើនណាគ្រាន់តែបរិយាកាសគឺល្អទោះបីជាអត់មានអាប់មិនក៏យើងមើលឃើញ view ស្អាតដែរលក្ខណៈថាងើបមកស្រស់ស្រាយហ្មងជាមួយនឹង view នៅហ្នឹងណាទៅដល់កពតមួយទាំងមូលហើយយើងអត់ញ៉ាំតារ៉េនមិនបានអញ្ចឹងព្រលឹមឡើងនេះខ្ញុំគ្រាន់តែងើបមកភ្លាមគឺទាញតារ៉េនដែលខ្ញុំបានទិញពីម្សិលមិញហ្នឹងយកទៅពុះញ៉ាំអង្គុយមើល view ព្រៃភ្នំចុះអាប់ចុះអីអូយជាតិខ្លាំងមិនដឹងថាមកជីវិតនេះយើងមានពេលវេលាបែបនេះប៉ុន្មានដងទេមានអារម្មណ៍ថាឃើញខ្លួនឯងក្នុងវីដេអូនេះមានក្តីសុខមិនបានញ៉ាំតារ៉េនឡើងឆ្ងាញ់ជាមួយនឹងទេសភាពស្អាតរកអីប្រៀបធៀបបំបានហ្មងបរិយាកាសបែបហ្នឹងណាគេខ្លះឃើញហើយជ្រួលជ្រើមចង់ទៅភ្លាមនេះទៅឲ្យហើយបានបងប្អូនតនខែនេះគឺខែពេញស្អាតមែនតើនៅតាមតំបន់ព្រៃភ្នំជាពិសេសខ្ញុំនៅតែនិយាយដដែលចឹងអ្នកជួយចិត្តញ៉ាំតារ៉េនអើខាទៅខែហ្នឹងត្រូវហើយដោយសារតែតារ៉េនអើខាចាប់ផ្ដើមទុំចាប់ផ្ដើមមានហើយចឹងអ្នកជួយចិត្តញ៉ាំតារ៉េនអើខាទៅឥឡូវទៅនិយាយតែរឿងតារ៉េនភ្លេចនិយាយរឿង view នៅនេះចឹង view នៅនេះគាត់មានធ្វើជាស្ពានសម្រាប់ឡើងទៅថតនៅខាងលើហ្នឹងមានតងអីចឹងហើយនៅនេះបើសិនជាបងប្អូនអត់ចង់មកបោះតង់សម្រាប់គេនៅហ្នឹងក៏អាចឡើងមកញ៉ាំកាហ្វេមើលទេសភាពជុំវិញហ្នឹងក៏បានដែរហើយពេលមកចង់បានបរិយាកាសត្រជាក់ថតរូបស្អាតអីចឹងមកពេលថ្ងៃលិចថ្ងៃរះឬមួយក៏ពេលមានមេឃភ្លៀងអីមកនឹងស្អាតហើយសម្រាប់ដំណើរកម្សាន្តរបស់ខ្ញុំលើកនេះគឺមានតែប៉ុណ្្នឹងទេតែមុននឹងចប់ក៏មានដំណឹងល្អមួយមកប្រាប់បងប្អូនដែរគឺឥឡូវនេះបងប្អូនអាចបង់រំលោះម៉ូតូ Honda NCX ពីគ្រប់ដំណើរចែកចាយរបស់ម៉ូតូ Honda បានហើយជាមួយនឹងការបង់ប្រាក់ប្រចាំខែតិចបំផុតលក្ខខណ្ឌងាយនិងឆាប់រហ័សដោយគ្រាន់តែមានអត្តសញ្ញាណប័ណ្ណសភៅគ្រួសារនិងចុងសន្លឹកប្រាក់ខែសម្រាប់អ្នកដែលគាត់ធ្វើការសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចសាកសួរគ្រប់ដំណើរចែកចាយរបស់ម៉ូតូ Honda NCX ដែលមានទីតាំងនៅជិតបងប្អូនអរគ្នាបានសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេបាយបាយបងប្អូនអរគ្នា